វត្តចោ from MPLKH ខ្ញុំមើល poster គេលក់សបនផ្សំមិញហើយខ្ញុំហួសចិត្តខ្លាំងយកទៅមែនតើជាយូរខែដែរហើយដែលខ្ញុំអត់សូវនិយាយទេតាក់ទងជាមួយនឹង MPL ប៉ុន្តែឥឡូវខ្ញុំមកនិយាយវិញព្រោះថាខ្ញុំឃើញការលក់សបត់ហើយនឹងការរៀបចំ play off មួយនេះវាអត់សាក់មួយម៉ាត់គ្នាដែលថាឲ្យតម្លៃទៅលើ pro team និង audience ប្រហែលទេអញ្ចឹងទី1គឺតាក់ទងជាមួយនឹងការលក់សបត់ខ្ញុំបានឃើញគេដាក់សបត់ជា3 option ផ្សេងគ្នាVIP Pass, Day Pass ហើយនិង Catering Pass ហើយអ្វីដែលខ្ញុំចង់និយាយគឺតាក់ទងជាមួយនឹង option Catering Pass ហើយនិង VIP Pass សម្រាប់ Catering Pass បើសិនជាអ្នកទាំងអស់គ្នាមុននឹងទិញមើលច្បាស់សិនគេបានបញ្ជាក់កន្លែង info របស់គេមកថាទស្សនាការប្រកួតពេញមួយថ្ងៃហើយបើកវងកញ្ចក់ការផ្សាយផ្ទាល់ក្នុងសាលអញ្ចឹងមានន័យថាសម្រាប់ការទិញ Catering Pass ហ្នឹងគឺអត់បានទៅទស្សនាកន្លែងដែល player លេងឬក៏នៅក្នុង hall ដែលគេលេងទេគឺទៅមើលនៅក្នុង hall ផ្សេងដែលគេនឹងដាក់ជា slide ឬក៏ដាក់អីឲ្យយើងមើលផ្សេងទៅ What the hell ខ្ញុំចំណាយលុយទិញសបត់គឺខ្ញុំចង់ទៅមើល action player ខ្ញុំចង់ទៅថតរូប action player នៅពេលគេប្រកួតនឹងហៅជុំគ្នាជាមួយនឹង fan គ្នាឯងប៉ុន្តែហេតុអីបានចំណាយលុយប៉ុណ្ណឹងទៅទិញសបត់ហើយអត់បានទៅមើល player ទៀតខ្ញុំមិនដឹងថាណាគេអ្នកចាញ់អាកំណត់មួយនេះមកវាពិបាកទទួលយកខ្លាំងមែនតើសម្រាប់ audience ខ្ញុំនិយាយមែនតើណានេះខ្ញុំនិយាយមែនណាកំណត់ business មិនចំ business ចង់ជួយ e-sport ក៏មិនចង់ជួយ e-sport អើយមិនដឹងយើងកំណត់ស្អីមកពីណាខ្ញុំនិយាយមែនហើយមួយទៀតគឺ VIP Pass វិញម្ដងនៅក្នុង VIP Pass គេបានបញ្ជាក់មួយផងដែរថាថតរូបជាមួយកីឡាករអូខេថតរូបជាមួយកីឡាករមុនថតរូបជាមួយកីឡាករហ្នឹងហើយនឹងយកឈ្មោះពាក្យកីឡាករគេមកដាក់ហ្នឹងមានសុំ permission ពីក្រុមគេហើយនៅហើយការលក់សបត់ VIP Pass ហ្នឹងមានបានចែកភាគរយទៅ Pro Team ហើយនៅព្រោះការដាក់មកបែបនេះស្មើនឹងយកកីឡាករគេមកតាក់ទាញប្រម៉ូទជាមួយនឹងការលក់សបត់របស់ខ្លួនឯងទាំងដែលខ្លួនឯងមិនមែនជា owner របស់គេអញ្ចឹងតាក់ទងជាមួយនឹងកន្លែងមួយហ្នឹងខ្ញុំចង់និយាយបន្តិចដោយសារតែចាព្រោះតាមអ្វីដែលខ្ញុំដឹងពេលដែលខ្ញុំធ្វើជា manager និងខ្ញុំឈប់ធ្វើជា manager ក៏ដោយប៉ុន្តែខ្ញុំទទួលបានពីព័ត៌មានពីអ្នកដែលខ្ញុំស្គាល់ឯហ្នឹងគឺថា organizer ឬក៏ Moon Toon អត់បានចាំទៅលើ Pro Team ទេប៉ុន្តែបើសិនជាដាក់អាចថតរូបជាមួយនឹងកីឡាករបានទាំងដែលមាន permission ពី Pro Team ហើយខ្ញុំគាត់ថាកន្លែងនេះបោកប្រាស់ទៅលើ audience សុតសាតយកតែហ្មងខ្ញុំនិយាយមែនណាបើសិនជាឧទាហរណ៍ថា Pro Team គេថាអត់ព្រមសុកចិត្តថតរូបជាមួយស្មើនឹងបោកទំនុកចិត្ត audience ហ្មងនិយាយមែនលក់សបត់ scam ម្នាក់ប៉ុន្តែខ្ញុំចង់និយាយការពារខ្លួនខ្ញុំបន្តិចបើសិនជា option VIP ហ្នឹងនៅពេលដែលលក់បានឲ្យ benefit ទៅលើ Pro Team ឬក៏ជាភាគរយនៃការលក់សបត់បានលុយហ្នឹងឲ្យទៅ Pro Team អាហ្នឹង yes វាល្អអរគុណមែនតើដែលជួយ support ទៅលើ Pro Team ទោះយក Pro Team ថតរូបដល់ណាដល់ណីទៀតក៏គេនៅតែសប្បាយចិត្តដែរអញ្ចឹងតើតើជាមួយនឹងការលក់សបត់ខ្ញុំគាត់ថានិយាយតែប៉ុណ្្នឹងបានហើយអ្វីដែលខ្ញុំចង់និយាយមកចំណុចទៀតវិញម្ដងនោះគឺតើតើជាមួយនឹងវគ្គ play off ដែលគេបានអាណោនថាធ្វើពីទីតាំងផ្សេងគ្នានិង2សប្តាហ៍ខុសគ្នា What the hell bro វគ្គ play off តែ4ថ្ងៃនឹងហេតុអីបានចាំបាច់បែងចែករហូតដល់2ទីតាំងហើយ2សប្តាហ៍ផ្សេងគ្នាមែនខ្ញុំមិនដឹងថានេះគឺជា rule ចេញពីប្រហោងលូណាមកទេខ្ញុំនិយាយមែនប៉ុន្តែបើសិនជាយើងមើលទៅលើរូបភាពបែបហ្នឹងទៅ team លេខ1និង team លេខ2គឺគេចាំលេងនៅសប្តាហ៍ទី2ឧទាហរណ៍ថាចប់ regular ចូលសប្តាហ៍ទី1គឺវគ្គ play off ថ្ងៃទី1ហើយចូលទៅដល់សប្តាហ៍បន្ទាប់ថ្ងៃទី2ទី3និងទី4ទៅក្រុមលេខ1លេខ2គេលេងម្ដងអត់យល់ចាំបាច់បែងចែកសប្តាហ៍គ្នាអញ្ចឹងទៅចុះមិនបណ្ដាសប្តាហ៍ទី2ហ្នឹងឲ្យលេងទាំងអស់គ្នាហ្មងទៅចាំបាច់បែកមកសប្តាហ៍ពាក់កណ្ដាលធ្វើអីនិយាយរួមទៅអ្នកលេខ3ដល់លេខ6អត់មានទទួលបាន benefit អីទេគ្រាន់តែបានឡើង play off ហើយអត់ទៅ MPL qualify តែប៉ុណ្ណឹងអត់បានសម្រាប់ដូចលេងវគ្គ regular អញ្ចឹងនេះខ្ញុំនិយាយមែនបើសិនជាថា team យើងខ្លាំងហើយវាមិនសូវអីទេប៉ុន្តែបើថា team យើងរៀងរអាក់រអួលអីអត់បានសម្រាប់អីចឹងទៀតអាហ្នឹងពិបាកបោះគេយកហ្មងខ្ញុំនិយាយមែនអញ្ចឹង play off ថ្ងៃទី1ហ្នឹងវាដូចតែអត់ play off ចឹងដូចលេងវគ្គ regular season សប្តាហ៍ទី6ដើម្បីយកកៅអីឡើងទៅកាន់វគ្គ play off ពិតប្រាកដអញ្ចឹងវីដេអូមួយហ្នឹងមានតែប៉ុណ្្នឹងទេអ្នកគ្នាចង់និយាយតែប៉ុណ្្នឹងសិនចាំមើលមានហេតុការណ៍កើតឡើងទៀតអត់ហើយមានពីណាគេចេញមកលៀបពណ៌ខ្ញុំទៀតអត់ហើយក៏ចង់ remind ទៅកាន់អ្នកទាំងអស់គ្នាមួយទៀតដែរជាចុងក្រោយ skin Naruto ចិត្តចាញ់ហើយទៅកក់ពេជ្រនៅ Vshop KH ហើយទៅព្រោះការដាក់ពេជ្ររបស់អ្នកទាំងអស់គ្នាបន្តិចហ្នឹងក៏ជាផ្នែកមួយជួយទៅដល់ e-sport និងជួយមកកាន់ខ្ញុំដូចគ្នាដែរដើម្បីមានកម្លាំងចិត្តខុបបន្តទៀត